សូមជូនបុណ្យកុសលដល់អ្នកទាំងឡាយបុណ្យកុសលទាំងឡាយដែលខ្ញុំបានធ្វើអំពើល្អទាំងឡាយដែលខ្ញុំបានសាងសូមបានដល់មនុស្សជាទីស្រឡាញ់ទាំងឡាយសូមឲ្យបានទៅនឹងសេចក្តីសុខរួចចាក់ទុកទាំងពួងសូមឲ្យជួបទៅនឹងមនុស្សល្អប្រះចាកទៅនឹងអំពើដែលមិនល្អទាំងឡាយទាំងពួងសូមឲ្យអំពើអពមង្គលទាំងឡាយជៀសចេញឆ្ងាយទៅត្រឡប់មកវិញទៅនឹងរឿងល្អនិងបញ្ហាល្អចូលមកក្នុងជីវិតនេះប្រកាសប្រកបទៅណាមកណារមែងតែងតែមានអ្នកស្រឡាញ់និងចូលចិត្តឲ្យបានច្រើនដោយអំណាចនៃការជូនបុណ្យនៃកុសលនេះដោយអំណាចនៃការប្រព្រឹត្តអំពើនៅល្អរបស់នៃខ្ញុំនេះប្រកបទៅដោយកាយនិងវាចាចិត្តអំពើល្អដែលខ្ញុំបានសាងនៅក្នុងទីព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅគឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ 1. ការយល់ឃើញត្រូវសមាទិដ្ឋិ 2. ការត្រេះរិះត្រូវសមាសង្កប្បៈ 3. ការនិយាយត្រូវសមាវាចា 4. ការងារត្រូវសមាកម្មន្តៈ 5. ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ 6. ការបំពេញព្យាយាមត្រូវសមាវាយាមៈ 7. ការរលឹកត្រូវសមាសតិ 8. ការតាំងចិត្តត្រូវសមាសមាធិលោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោក